Bà,ជំរាបសួរអ្នកទាំងអស់គ្នាបាទជួបខ្ញុំនៅក្នុងមេរៀនទី1នៅក្នុងមុខវិជ្ជា CBL បាទមេរៀនទី1នេះគឺយើងនិយាយអំពីការគោរពតើការគោរពមានអត្ថន័យយ៉ាងដូចម្ដេចការគោរពគឺជាសេចក្តីលំអត់លំអោនការអោនលំទោនឬក៏ជាការប្រព្រឹត្តមួយបាទទៅកាន់អ្នកដទៃបាទហើយយើងឃើញថាការគោរពគឺមានសារៈសំខាន់ខ្លាំងបំផុតបាទនៅពេលដែលយើងមានការគោរពគឺយើងមានសេចក្តីថ្លៃថ្នូរយើងមានតម្លៃយើងមានសីលធម៌ល្អបាទតើអ្នកណាដែលយើងគួរតែគោរពអ្នកដែលយើងគួរតែគោរពទី1ឪពុកម្ដាយទី2គ្រូបាអាចារ្យទី3ចាស់ព្រឹទ្ធាចារ្យទី4បាទអ្នកដែលមានអាយុច្រើនជាងយើងទី5អ្នកដែលមានអាយុស្មើយើងហើយក៏អាចជាអ្នកដែលមានអាយុតិចជាងយើងផងដែរចំណុចផ្សេងទៀតបាទជាច្រើនដែលយើងគួរតែបង្ហាញនៅការគោរពទៅកាន់បាទបន្ថែមទៀតដូចជាបងប្អូនយើងបាទអ្នកជិតខាងយើងបាទទាំងអស់នេះគឺជាបុគ្គលដែលយើងគួរតែគោរពបាទរួមទាំងបាទបើយើងនៅកន្លែងធ្វើការមានក្រុមការងាររបស់យើងបាទមានមេរបស់យើងមានដៃគូសហការរបស់យើងបាទទាំងអស់នេះបាទបុគ្គលទាំងអស់នេះហើយដែលយើងគួរតែគោរពបាទហើយហេតុអ្វីបានជាបាទយើងត្រូវតែគោរពបាទដោយបានជម្រាបខាងដើមអញ្ចឹងកាលណាយើងមានការគោរពចំពោះពួកគេបង្ហាញនៅយើងមានសេចក្តីថ្លៃថ្នូរបង្ហាញនៅយើងជាមនុស្សដែលមានក្រមសីលធម៌បង្ហាញនៅតម្លៃរបស់យើងបាទចំណុចមួយទៀតគួរពិចារណាតើសកម្មភាពអ្វីខ្លះដែលបញ្ជាក់ថាយើងគោរពបាទសកម្មភាពដែលបញ្ជាក់ថាយើងគោរពទៅកាន់អ្នកនៅជុំវិញខ្លួនយើងនោះមានដូចជាការស្ដាប់បាទការមើលដល់យកចិត្តទុកដាក់បាទរួមទាំងការប្រើពាក្យពេចន៍របស់អ្នកដោយមានសុជីវធម៌ផងដែរសកម្មភាពទាំងអស់នេះគឺបង្ហាញអំពីការគោរពបាទបើសិនជាអ្នកទាំងអស់គ្នាមិននិយាយកាត់គេបាទនោះបង្ហាញថាអ្នកកំពុងតែគោរពនិងឲ្យតម្លៃទៅកាន់អ្នកដែលកំពុងតែនិយាយបាទអ្នកមិននិយាយកាត់អ្នកស្ដាប់ដោយកសែភ្នែកបាទនេះហើយគឺបង្ហាញអំពីការគោរពហើយមានសកម្មភាពជាច្រើនទៀតដែលបញ្ជាក់ថាអ្នកគោរពផងដែរប៉ុន្តែនៅថ្ងៃនេះមេរៀននេះគឺបង្ហាញចំណុចទូចបាទដែលនិយាយអំពីសកម្មភាពនៃការគោរពទី1បាទការស្ដាប់ដោយយកចិត្តទុកដាក់ទី2ការដែលមិននិយាយកាត់សកម្មភាពទាំងអស់នេះគឺបង្ហាញថាអ្នកកំពុងតែគោរពនិងឲ្យតម្លៃអ្នកដទៃអរគុណច្រើនសម្រាប់បាទយកចិត្តទុកដាក់ស្ដាប់នៅក្នុងមេរៀនទី1នេះសូមអរគុណ